យើងខុសគ្នាអាយុប្រហែលឆ្នាំ11ឆ្នាំនេះរងៃនេះមានខ្លាចខ្ញុំហត់ចោលរងៃនេះមានខ្លាចខ្ញុំហត់ចោលអត់ទៅបងនៅទៅទេមែនមិនចឹងចង់និយាយថាអីនេះសបងណៃទៅទៀតចាំមិនថាអញខ្ញុំទៅមែនចង់និយាយថាចិត្តមិនចំណុចហ្នឹងបាត់ខ្ញុំទៅដោយសារយើងពីរនាក់វាខុសគ្នាពេកអញ្ចឹងខុសគ្នាដល់ណាបើអញ្ចឹងគេមិននៅជាមួយបានទេក្មេងមួយចាស់មកគាត់រឿងក្មេងចាស់គេមិនស្រឡាញ់តាពីដំបូងមកទេខ្លាចថ្ងៃណាមួយនេះអញ្ចឹងទៅបើថាទៅមានខាន់ទៅឲ្យមានក្តីសុខអញ្ចឹងទៅមានក្តីសុខអូចង់និយាយបើមានក្តីសុខព្រោះពេលខ្លះបើយើងគាត់គេនៅហើយយើងឲ្យគេនៅពិបាកតែពិបាកថ្ងៃមាននៅពិបាកតែបើសិនជាបងជាអ្នកមានហើយបងស្អាតបងឲ្យទៅទេតែសារថ្ងៃអត់លុយហើយអត់ស្អាតទៀតអានេះមិនមែនដោយសារថតទេណាក្នុងចិត្តក៏គិតចឹងដែរហើយយំអាយើងនេះយើងអត់ចេះលួងហ៎ថងគ្រូស្មាហើយយើងខំប្រងទប់យកកុំឲ្យយំដែរលើហើយអត់ចេះលួងគេហើយឥឡូវអ្នកគ្នាឥឡូវមើលដៃខ្ញុំមកហើយថ្ងៃនេះមកហែកគេគ្នាប៉ុន្តែការលើកមុនអ្នកគ្នាសបល់ខ្ញុំគឺប្រពន្ធគាត់នឹងមកផាត់ហើយគាត់នឹងមកចាឥឡូវនេះមើលចានៅតែដាច់ឃើញអត់នៅតែដាច់ការលើកមុនខ្ញុំសយ៉ាងហើយណាកម្រិតនេះដែរនេះកម្រិតដៃគាត់សតែដោយសារគាត់ធ្វើការអញ្ចឹងទៅធម្មតាមនុស្សប្រុសអ្នកគ្នាដែលលេបម្សៅស្អីតែមុខមិនដែលលេបហ្នឹងនេះកាលមុនហ្នឹងក៏ខ្ញុំនេះកម្រិតនេះយល់អត់នៅកម្រិតនេះចាតែឥឡូវនេះវាដាច់គ្នាហ្មងហើយទៅយកយើងមកតេស្តនេះមានណានេះហើយជាវិធីធ្វើស្បែកសរបស់ខ្ញុំជាពិសេសទទួលបានស្បែកម៉ត់នោះគឺ scrub ធម្មជាតិនឹងឯងកុំខ្ជិលត្រូវតែអាសា scrub របស់ខ្ញុំរើសយក scrub ជាតិអ៊ីនេះបងប្អូននិយាយទៅសាច់ scrub គេអត់ឈឺស្បែកគេហើយមានបែបកាហ្វេក្រូចឆ្មាហើយនឹងទឹកឃ្មុំលាយបញ្ចូលគ្នាសំខាន់អាច scrub នៅលើស្បែកមុខបានទៀតអញ្ចឹងសូម្បីស្បែកស្ដាងក៏អាចប្រើបានដែរពេលដែល scrub ហើយអ្នកនរគ្នាឃើញស្បែកគឺទន់រលោងហ្មងជួយជំរុះកោសិកាចាស់បានល្អមែនតើលៀបលេចូលគឺមានប្រសិទ្ធភាពខ្ពស់ទៀតនិយាយទៅអ្នកនរគ្នាឃើញស្បែករបស់ខ្ញុំអត់ម៉ត់ភ្លឺហ្មងអ្នកនរគ្នាចង់បានស្បែកអញ្ចឹងអត់នេះនិយាយទៅខ្ញុំប្រើជាមួយនឹងលេខជាងអ៊ីនេះអ្នកនរគ្នាគេមានយប់គេមានថ្ងៃនិយាយទៅស្មៃឥឡូវគឺត្រូវតែស្អាតចាអត់ស្អាតនឹងប្រយ័ត្នអនាគតប្តីរត់ចោលបាត់ចាខ្ញុំប្រើជាមួយនឹង scrub ជាងអ៊ីហើយលេខជាងអ៊ីខ្ញុំប្រើ 2 in 1តែម្ដងចាហើយពេលថ្ងៃក៏គេមានពេលថ្ងៃគេមានលេជាងអ៊ីពេលថ្ងៃនេះក៏មានអានេះពេលយប់អាមួយទៀតពេលថ្ងៃដូចការពីកណ្ដាលថ្ងៃដូចគ្នាមាន SPF 50 បូកហើយសម្រាប់ពេលយប់គឺលាបមកដើម្បីស្បែករបស់យើងគឺភ្លឺថ្លាមាត់អាឡងចឹងតែម្ដងអ្នកនរខ្ញុំលាបអត់សូវខ្លុំហ្មងនេះបើខ្ញុំលាបខ្លុំទៅទៀតណាចាខ្ញុំនេះខ្លាយទៅជានារីជនជាតិចិនតែបដៅចាវាយមួយចិត្តនេះមាត់អត់ប៉ុណ្ណឹងមាត់អត់ខ្ញុំសួរថាមាត់អត់ឥឡូវឃើញអត់ចង់បានតែឥឡូវគាត់មាន promotion ចាជឿខ្ញុំ